អត្តបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានណាចារ្យៈហឹមប៊ុនធឿនធម្មធេរោអវាទទី18ឱកាសបុណ្យចូលឆ្នាំចូលមកដល់ហើយកូនចៅប្រុសស្រីត្រូវបំពេញតួនាទីបណ្ដុះគុណធម៌ឲ្យបានល្អតាមផ្លូវកាយវាចាចិត្តដើម្បីធ្វើនៅគ្រឿងសក្ការៈបូជាគោរពរាប់អាននិងទំនុកបំរុងបច្ច័យ4ចិញ្ចឹមបីបាច់ថែរក្សាឲ្យបានត្រឹមត្រូវប្រកបដោយកតញ្ញូតាធម៌ចំពោះមាតាបិតាដែលជាទេវតាដើមរបស់កូនគ្រប់រូបកតញ្ញូតាធម៌របស់កូនចៅប្រុសស្រីពិតជានាំមកនៅលៀបដ៏សម្បើមដល់មាតាបិតាដូចជានាំមកនៅសេចក្តីចម្រើនជនមាយុយឺនយូររបស់មាតាបិតានាំមកនៅសេរីសួស្តីរបស់មាតាបិតានាំមកនៅសេចក្តីសុខចម្រើនរបស់មាតាបិតានាំមកនៅកម្លាំងកាយកម្លាំងចិត្តរបស់មាតាបិតានាំមកនៅកិត្តិយសរបស់មាតាបិតានាំមកនៅសទ្ធាទឹកចិត្តជ្រះថ្លារបស់មាតាបិតានាំមកនៅសិលសេចក្តីបរិសុទ្ធនៃកាយវាចារបស់មាតាបិតានាំមកនៅចាគៈការលះបង់មច្ឆរិយៈសេចក្តីកំណាញ់របស់មាតាបិតានាំមកនៅសតិបញ្ញាឆ្លៀសវៃរក្សាចិត្តរួចផុតសេចក្តីទុក្ខលំបាកចិត្តរបស់មាតាបិតាគុណសម្បត្តិទាំងអស់នេះរមែងសម្រេចផលត្រឡប់ឲ្យកូនចៅប្រុសស្រីណាមានកតញ្ញូតាធម៌នោះវិញសពកាលទាំងពួង